ok tôi là đó nghĩa ngàyนี้ខ្ញុំចង់មកហាញអ្នកនរគ្នាអំពីរបៀបយក form HTML របស់ Laravel យកមកប្រើហើយការប្រើ form របស់វាពិតជាងាយស្រួលមែនសម្រាប់យើងធ្វើpermission លើ manager លើ user មានន័យថាយើងចង់ឲ្យ set user នឹង post ឬក៏ខ្ញុំឧទាហរណ៍មួយចោះក្នុង website យើងមាន admin មាន user ហើយនឹងអ្នក editor សម្រាប់អ្នក editor យើងគាត់គឺមានទូនាទីសម្រាប់ការអក្ខរៈរត់អីប៉ុណ្ណោះប៉ុន្តែ user គាត់អាចធ្វើ set បាន post ឬក៏គាត់អាចអ្វីដែលយើងឲ្យ set របស់គាត់ទៅធ្វើហើយសម្រាប់ admin វិញគាត់អាច control ទាំងអស់ទៅលើ user ទាំងលើ editor ទាំងអស់អញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីការតម្លើង Laravel collection tool ដែលយើងយក form ពី HTML យកមកប្រើណាការប្រើវាស្រួលមកអញ្ចឹងយើងចូលមកLaravel collection2.com ហើយយើងចូលមកយើងចាំ link ខ្ញុំដាក់នៅខាងក្រោម YouTube អូខេតោះឥឡូវយើង copy យើងយក copy កន្លែង browser ហ្នឹងណាចូលទៅដាក់នៅក្នុងតារាង terminal អញ្ចឹងខ្ញុំឈរលើ folder របស់ខ្ញុំនេះហើយខ្ញុំផាសវាមកដោយសារតែខ្ញុំប្រើ Laravel version 5.4 បើសិនយើងមាន Laravel version 3.2 អីហ្នឹងយើង install តាមហ្នឹងណាតែអញ្ចឹងយើងផាសវាមកអញ្ចឹង enter មកអូខេអញ្ចឹងយើងរងចាំបន្តិចបងវាពេញអញ្ចឹងការប្រើ package របស់វារបស់ HTML នេះគឺស្រួលតែម្ដងដោយយើងមិនបាច់ចាំសរសេរច្រើនអូខេអញ្ចឹងចាំបន្តិចបន្ទាប់ពីយើង run composer requirement នេះហើយយើងចូលទៅក្នុងនេះយើងត្រូវ add comment មួយនេះមានន័យថាយើងត្រូវបើក service វាហ្នឹងអូខេយើងទៅយក service មួយហ្នឹងអញ្ចឹងយើង copy ប៉ុណ្ណឹងចូលទៅក្នុង provider ក្នុង provider គេប្រាប់ file នេះ config app.php ណាយើង config វានៅក្នុងហ្នឹងអញ្ចឹងយើងចូលទៅក្នុងហ្នឹងមកនេះយើងឲ្យវា run ចោលសិនទៅពេលចប់ចាំយើងបិទវាក្រោយអូខេអញ្ចឹងយើងចូលមក config នេះ config នៅកន្លែងនេះតោះមកយើងចូលគេ pp h យើងคลิกវាមកដោយសារតែកុំព្យូទ័រយើងវាយើងតិចព្រោះខ្ញុំ run PC នេះដល់3អញ្ចឹងវា CPU ធំហ្នឹងសម្រាប់ PHP Store អូខេយើងចូលមកក្រោមមកនេះយើងជួយពាក្យថា provider យើង add យើងទៅបើក service ហ្នឹងមកដើម្បីយកមកប្រើអូខេអូខេយើង enter វាមួយមកអូខេចាំតែតិចសិនគំនិតរបស់ខ្ញុំវាយូរគឺថាខ្ញុំបើក service ដល់3ឯណោះអូខេអញ្ចឹងយើងផាសវាមកអូខេយើងបើកយើងផាសវាមកមានន័យថាយើងប្រើ service HTML service ហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីយើង add វារួចហើយយើងចូលទៅនេះដោយសារតែវាអត់ស្គាល់ដោយសារតែវាអានេះវាមិនតាន់ពេញអញ្ចឹងយើងចាំតែទៅពេលពេញចាំយើងឡើងបន្តទៀតអូខេចាំតែសិនអូខេបន្ទាប់ពីយើងនេះហើយយើងចូលទៅ add មួយទៀតគឺ add form មានន័យថាយើង add ពីនេះទៀតនេះចូលទៅក្នុងអីគេ ali នេះដែលវានៅក្នុង PHP Store នោះដែរនេះ PHP ហ្នឹងវិញចូលមកនេះចូលមកនេះនៅខាងលើវានៅខាងលើវិញនៅខាងលើអើយនេះនៅខាងក្រោមនេះអញ្ចឹងយើង add មកយើងផាសវានៅលើមកនេះអូខេយើងផាសវានៅក្រោមមកអូខេអញ្ចឹងយើង service ហ្នឹងយើងអាចយកប្រើវាបានហើយអូខេដល់បន្តមកយើងអាចធ្វើតែជាមួយវាបាននេះដែល form នេះអញ្ចឹងការប្រើបង្កើតវាគឺវាស្រួលតែម្ដងអូខេអញ្ចឹងខ្ញុំឲ្យវាដើរ present អូខេអូខេអញ្ចឹងវាដើររួចហើយឥឡូវយើងទៅ start ទៅវាអូខេអញ្ចឹងដោយសារតែខ្ញុំអត់មាន code HTML ក្នុង view អញ្ចឹងឥឡូវខ្ញុំសូមគូសក្នុង notepad ឲ្យអ្នកទាំងអស់គ្នាមើលតែមិនដឹងចោះអញ្ចឹងអញ្ចឹងអូខេ
chẳng mình đây thầy dương cả bàn form mùi hai giờ slide mong đó dương 300 sẽ code HTML chùm này p hop tùm mạng đây chẳng nhưng mà như xưa lươn mong thế này chung cuối nè tỏ nên mơ ở nè tỏ rồi ok chẳng đôi tha dương đôi tha nếu chỉ thấy admin bỏ dương cho chẳng thấy admin bỏ dương với miền home miền post tag miền post category miền user chẳng được không nó về miền bay không đáng việc đi muối cái hộp chọn ô má tao chụp hộp hộp chẳng ai tỏ nó user ok user thế không user nó nhưng cho click tới mình đây thay dân add user add nè tập bây giờ add máu không có user nó người miền admin admin chẳng cho hay là đấy cái user cho nhé ai mới cân năng editor cho vì tan rằng đấy ok này chẳng nó bây giờ xây code nông của chú với con đại hai VM thì và sinh chỉ trong hai phó nhưng thực nể nhưng prime form hay càng là xây bảo biết cứ mình mấy chỉ ở tiếng đấy cứ bây giờ chỉ array hai mà dù ở đây cái iPhone nó không flash BAK nhưng hai VM một đó hay complete bật bỏ về mấy cứ bật form mình thầm ra thì hai đàn bên thầm ra thì chẳng video bọt như mấy con ra một hai những PK vô sự viên bỏ họ ATM ở trong một trà là mày những cái xung một xe bao nhiêu thì chẳng xong chui subscribe video thì ok, bác con chào